សុស្ដីដល់ពុកម៉ែបងប្អូនទាំងអស់គ្នានៅថ្ងៃនេះគឺខ្ញុំបានទិញទាសំពៅចំនួន3ក្បាលយកមកចិញ្ចឹមដោយសារតែខ្ញុំស្រឡាញ់ចូលចិត្តការចិញ្ចឹមមាន់ចិញ្ចឹមទានិយាយទៅការចិញ្ចឹមសត្វគឺខ្ញុំចូលចិត្តណាបាទលើកលែងតែសត្វធំៗឯដោយសារតែខ្ញុំអត់មានពេលតែបើសម្រាប់សត្វមាន់សត្វទានេះគឺខ្ញុំមានពេលដោយសារយើងបើសិនតែយើងរវល់ទៅណាមកណាអីយើងដាក់តែចំណីទុកនៅក្នុងកំប៉ុងឲ្យជាច្រើនទៅគឺរួចហើយអត់មានអីពិបាកទេតែបើដូចគោក្របីធំអីអាហ្នឹងយើងត្រូវការអ្នកនឹងមើលថែហើយនិយាយទៅខ្ញុំចូលចិត្តចិញ្ចឹមហើយមួយទៀតវាមានអត្ថប្រយោជន៍មូលហេតុដែលខ្ញុំចិញ្ចឹមទានេះគឺដោយសារតែខ្ញុំដឹងពីអត្ថប្រយោជន៍របស់ទាព្រោះថាទាគឺជាសត្វមួយដែលសម្បូរសារយើងគិតថាវាសម្បូរសារបាទវាសម្បូរសារបើយើងយកមកចិញ្ចឹមជាមួយមាន់យើងខ្លាចបញ្ហាប៉ុន្តែបើយើងគិតឲ្យបានច្បាស់មែនតែនហើយយើងឆ្លងកាត់បទពិសោធន៍ខ្ញុំជឿជាក់ថាបងប្អូនអរគ្នានឹងចង់ចិញ្ចឹមទាដូចខ្ញុំអញ្ចឹងតាមរយៈបទពិសោធន៍ដែលខ្ញុំធ្លាប់ចិញ្ចឹមខ្ញុំតាំងពីខ្ញុំបើកកសិដ្ឋានជាមួយបងរបស់ខ្ញុំគឺកន្លែងដែលខ្ញុំចិញ្ចឹមមេដល់ទៅ100ក្បាលជាង200ក្បាលក៏ខ្ញុំដាក់ទា30-40ក្បាលដែរហើយខ្ញុំចិញ្ចឹមភាគច្រើនខ្ញុំចិញ្ចឹមទាសពៅនឹងមូលហេតុដែលខ្ញុំដាក់ដោយសារវាជួយច្រើនយើងគិតថាទាមានក្លិនសារប៉ុន្តែក្លិនសាររបស់វាគឺអត់ធ្វើឲ្យប៉ះពាល់ដល់មាន់ទេព្រោះអានេះគឺជាអ្វីដែលខ្ញុំឆ្លងកាត់ប៉ុន្តែបើតាមតែពេទ្យសត្វឬក៏ក្បួនកសិកម្មគេយ៉ាងណាយ៉ាងណីខ្ញុំអត់ដឹងទេណាអធិស្ឋានបងប្អូនប៉ុន្តែបើតាមការបទពិសោធន៍ជាក់ស្ដែងក្លិនសាររបស់វាគឺអត់ប៉ះពាល់ដល់សុខភាពមាន់ទេយើងគិតថាក្លិនសារហ្នឹងអាចធ្វើឲ្យមាន់មានបញ្ហាអត់ទេផ្ទុយទៅវិញនៅពេលដែលយើងចិញ្ចឹមទាជាមួយមាន់គឺវាជួយកាត់បន្ថយនៅមេរោគបានច្រើនបាទបានច្រើនអញ្ចឹងបងប្អូនដឹងស្រាប់ហើយទានៅពេលដែលមាន់ជុះអាចទៅវាស៊ីអាចមាន់ប៉ុន្តែវាមិនមែនស៊ីគ្រប់តែលមុខមាន់ទាំងអស់ទេណាគឺវាស៊ីតាមលមុខមាន់មួយចំនួនបាទអញ្ចឹងបងប្អូនអ្នកចិញ្ចឹមទាយើងអ្នកចិញ្ចឹមមាន់យើងអាសាពិនិត្យមើលទៅហើយមួយទៀតនៅពេលដែលយើងចិញ្ចឹមទាគឺវាជួយកាត់បន្ថយនៅមេរោគបានរហូតដល់70% នៅលើដីអញ្ចឹងមេរោគដែលមានលើដីគឺវាកាត់បន្ថយបានច្រើនដោយសារលាមកទាគឺជាប្រភេទលាមកមួយដែលលក្ខណៈថាបើវាជុះទៅតាណាកន្លែងទៅនឹងគឺវាមានតែក្លិនសារវាទេប៉ុន្តែបើមេរោគគឺអត់ទេយើងមើលជាក់ស្ដែងឆ្លើងប្រភេទសត្វឆ្លើងគឺវាអត់ហ៊ានជាមួយទាទេអានេះអ្វីដែលខ្ញុំធ្លាប់ឆ្លងកាត់ហើយនឹងមួយទៀតគឺខ្ញុំសង្កេតមើលរយៈពេលដូចជាតាំងពីខ្ញុំចិញ្ចឹមមករហូតដល់ឥឡូវវាជាង10ឆ្នាំហើយអញ្ចឹងនៅពេលដែលខ្ញុំចិញ្ចឹមទាជាមួយមាន់គឺសង្កេតឃើញថាមាន់ខ្ញុំអត់ដៃឈឺសោះទាំងដែលយើងមិនចាំបាច់ប្រើថ្នាំអីក៏អត់មានបញ្ហាដែរបាទសឹងតែថាខ្ទឹមសខ្ញុំមិនដាក់ទៀតក៏អត់ដែលសូវមានបញ្ហាដែរហើយសូម្បីតែផ្ដាសាយក៏អត់មានដែរហើមភ្នែកក៏អត់មានដែរបើនិយាយពីបញ្ហាគឺស្ទើរតែស្មើសូន្យណាខ្ញុំហ៊ាននិយាយចឹងដោយសារនេះជាបទពិសោធន៍ដែលខ្ញុំធ្លាប់ឆ្លងកាត់ប៉ុន្តែគាត់ថាបើតាមក្បួនកសិកម្មគេឲ្យចិញ្ចឹមយ៉ាងម៉េចខ្ញុំអត់និយាយទេតែនេះខ្ញុំនិយាយអ្វីដែលខ្ញុំធ្លាប់ឆ្លងកាត់បាទខ្ញុំធ្លាប់ឆ្លងកាត់គឺចឹងហើយបងប្អូនដឹងប្រាប់ឲ្យទាភក់ជ្រាំល្មិចក៏ដោយគឺវាហួរត្រលពេញនឹងទាំងអស់អញ្ចឹងសម្រាប់បងប្អូនអ្នកចិញ្ចឹមមាន់ជឿមិនជឿខ្ញុំក៏អត់បខំបងប្អូនដែរតែមូលហេតុដែលខ្ញុំចេញវីដេអូមួយនេះដោយសារតែខ្ញុំគ្រាន់តែចង់បញ្ជាក់ពីមុនហើយនឹងឥឡូវខុសគ្នាល្មិចខុសគ្នាក្នុងថាពីមុននៅក្នុងទ្រុងមាន់របស់ខ្ញុំ5-6 ថ្ងៃមួយសប្តាហ៍10ថ្ងៃខ្ញុំបោះម្ដងក៏ទ្រុងមាន់របស់ខ្ញុំអត់មានក្លិនដែរប៉ុន្តែឥឡូវនេះ3ថ្ងៃខ្ញុំបោះម្ដងចូលទៅគឺមានក្លិនបាទហើយពីមុនគឺខ្ញុំចិញ្ចឹមទាតែមួយរយៈចុងក្រោយនេះគឺខ្ញុំអត់មានទាដល់អញ្ចឹងហើយធ្វើឲ្យមាន់របស់ខ្ញុំក៏មានបញ្ហាទៀតមានបញ្ហាហើមភ្នែកហើមអីខ្លះអញ្ចឹងបាទហើយខ្ញុំរកគ្រប់វិធីសាស្ត្រហើយនៅក្នុងការកម្ចាត់មេរោគមិនថាដាក់ថ្នាំបំបត្តិក្លិនបាញ់សម្រាប់មេរោគឬក៏ដាក់ស្អីធម្មជាតិដែលយើងធ្វើនឹងតាមរយៈ
ជីកប៉ុសជីអី HM អីហ្នឹងដែលយើងធ្វើយមតាហ្នឹងក៏នៅតែបានមួយរយៈដែរដល់ពេលចុងក្រោយមន់នៅតែហើមភ្នែកដដែលប៉ុន្តែទាំងពីមុនខ្ញុំចិញ្ចឹមទាគឺអត់ដែរជួបបញ្ហាទាំងអស់ហ្នឹងទេឥឡូវនេះគឺខ្ញុំទិញមក3ក្បាលទៀតហើយកម្រងរបស់ខ្ញុំចង់ថាចិញ្ចឹមឲ្យបានច្រើន4 10ក្បាលហ៎ប៉ុន្តែដោយសារតែខ្ញុំទិញបាន3ក្បាលគេលក់គេចែកឲ្យ3ក្បាលហ្នឹងបងប្អូនអញ្ចឹងយក3ក្បាលហ្នឹងមកចិញ្ចឹមសិននៅពេលដែលវាពងគឺភ្ញាស់ពងវាបើភ្ញាស់ពងវាជាមួយនឹងមន់ហ្នឹងទៅយើងទុកមេណាមួយសម្រាប់ឲ្យវាក្រាបពងទាហ្នឹងណាបាទអញ្ចឹងទុកមេណាមួយឲ្យវាក្រាបពងទាហ្នឹងទៅបន្ទាប់មកយើងភ្ញាស់វាបាទវាញាស់មកគឺចាប់ដើមបរិយវាតាមរយៈអញ្ចឹងព្រោះនេះជាអ្វីដែលខ្ញុំឆ្លងកាត់បទពិសោធន៍ដែលខ្ញុំឆ្លងកាត់កន្លងមកគឺខ្ញុំឃើញថាអញ្ចឹងប៉ុន្តែនៅពេលដែលខ្ញុំផុសវីដេអូមួយនេះសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងខមមិនក៏ដូចជាយោគយល់អធិស្ឋានប្រសិនបើការនិយាយបកស្រាយរបស់ខ្ញុំវាខុសឬក៏ផ្ទុយស្រឡះពីអ្វីដែលបងប្អូនធ្លាប់ជួបយ៉ាងណាចឹងក៏សូមអធិស្ឋានផងប៉ុន្តែខ្ញុំនិយាយនេះគឺដោយសារតែខ្ញុំធ្លាប់ឆ្លងកាត់ហើយតាមរយៈបទពិសោធន៍ជាក់ស្ដែងហើយខ្ញុំចិញ្ចឹមរហូតពីមុនមកបងប្អូនឃើញហើយមើលវីដេអូមុនគឺខ្ញុំមានទារហូតហើយមន់ខ្ញុំបងប្អូនឃើញហើយពីមួយថ្ងៃទៅមួយថ្ងៃពីមួយខែទៅមួយខែគឺមានតែកើនរហូតបាទទាំងថាលក់គឺលក់បន្តជាប់រហូតតែមួយរយៈនេះគឺលក្ខណៈថាលក់អត់បន្តខ្លាំងទេបាទដោយសារតែវាបញ្ហាហើយមន់បងប្អូនដឹងត្រង់ហើយកាលណាតែវាជួបបញ្ហាគឺវាត្រឹងហើយបាទការធំធាត់របស់វាគឺយឺតហើយតែមានជំងឺអីមួយចូលគឺការធំធាត់របស់វាយឺតឧទាហរណ៍ថាដូចជាហើមភ្នែកដូចជាផ្ដាសាយហៀសបោហ្នឹងបាទហូរទឹកភ្នែកហូរទឹកមាត់អីហ្នឹងគឺចាប់ដើមយឺតហើយការធំធាត់របស់វាអញ្ចឹងដល់ពេលតែការធំធាត់យឺតមន់ដែលធំក៏តិចមន់តូចមកក៏យើងពិបាកថែបើចង់បញ្ជាក់អញ្ចឹងណាហើយបងប្អូនមិនជឿបងប្អូនសើចមើលវីដេអូខ្ញុំពីមុនទៅដឹងហើយគ្រប់វីដេអូទាំងអស់គឺតែងតែមានទានៅជាមួយរហូតហើយឥឡូវនេះគឺខ្ញុំទិញនេះគឺខ្ញុំអត់យកប្រភេទទាកាបធម្មតាតូចទេគឺខ្ញុំទិញប្រភេទទាសពៅបាទទាសពៅអាប្រភេទគេហៅថាទាតៃវ៉ាន់ណាបាទធំអាទាហ្នឹង1 2គីឡូ3គីឡូបាទបើឈ្មោលវិញ4គីឡូជាងអី5គីឡូបងប្អូនធំណាស់ដូចទាកប៉ាល់ដែរទម្ងន់វាមៀតវាបាទហ្នឹងហើយសម្រាប់វីដេអូរបស់ខ្ញុំនៅក្នុងថ្ងៃហ្នឹងក៏អត់មានអីច្រើនដែរមានប៉ុណ្្នឹងទេខ្ញុំបាទសូមអរគុណដល់បងប្អូនទាំងអស់ដែលចំណាយពេលវេលាដែលមានតម្លៃតាមដានវីដេអូរបស់ខ្ញុំតាំងពីដើមរហូតមកហើយប្រសិនបើនៅក្នុងវីដេអូមួយនេះមានពាក្យពេចន៍លើសលួសខុសឆ្គងត្រង់កន្លែងណាមួយអីក៏សូមខន្តីអភ័យទោសពីសំណាក់ពុកម៉ែបងប្អូនទាំងអស់គ្នាផងហើយបើសិនបងប្អូនចូលចិត្តបាទកុំភ្លេចជួយ like ជួយ share subscribe channel របស់ខ្ញុំហើយនឹងមានសំណួរអី comment នៅខាងក្រោមវីដេអូបានខ្ញុំទទួលការបកស្រាយជូនមកហើយយើងនឹងជួបគ្នានៅវីដេអូក្រោយទៀតខ្ញុំបាទអរគុណសូមគោរពលាបាទ